Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបើកធ្វើការបង្កើត Play Store នៅលើ Android អញ្ចឹងសម្រាប់ទូរស័ព្ទមួយគ្រឿងយើងអាចបង្កើតបានចំនួនតែ5 Gmail ទេប្រសិនបើពីមុនម៉ាស៊ីននឹងធ្លាប់បង្កើតរួចហើយចំនួនមានកំណត់គឺគ្រប់ចំនួនតែ5ទេចឹងយើងធ្វើការបង្កើតនៅលើទូរស័ព្ទដៃវាមាន Play Store មួយស្រាប់យើងចុចលើតួអក្សរដែល Play Store ម្ចាស់គេមុនហើយរើសយកពាក្យបង្កើត account បញ្ចូលគណនីផ្សេង Google រងចាំវាបន្តិចទៅចូល tab បង្កើតថ្មីបង្កើតគណនីសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកយើងសរសេរឈ្មោះដែលយើងពេញចិត្តនិចថ្ងៃខែឆ្នាំកំណើត1991 ភេទអញ្ចឹងនៅពេលដែលយើងបង្កើតបំពេញតាមបែបបទរបស់ក្រុមហ៊ុន Google រួចហើយវានឹងចេញ Gmail ឲ្យយើងរើសយើង tick មួយចុចបន្ទាប់ដល់កន្លែងនេះយើងចាំបាច់ត្រូវសម្គាល់ password ដែលជាក់លាក់មួយសម្រាប់ដែលយើងចងចាំវាយត្រូវមានអក្សរធំមួយដើមនិងសញ្ញាសម្គាល់ផ្សេងទៀតដែលយើងស្រឡាញ់ឃើញទេបន្ទាប់ឯកជនភាពខ្ញុំយល់ព្រមតាមប៉ុណ្ណេះបង្កើតរួចរាល់ហើយយើងចុច tab មើលឈ្មោះដែលយើងបង្កើតមិញចុច play មើលនេះក្រោមគេអញ្ចឹង Play Store បើកបានតែខ្ញុំចង់បញ្ជាក់ថាវាអត់ទាន់គ្រប់លក្ខខណ្ឌរបស់ Google ទេអញ្ចឹងយើងត្រូវធ្វើការនៅលើវាម្ដងទៀតនេះចេញ robot យើងដោះ robot មួយសារ thích ឲ្យត្រូវរូប robot moto កង់ពេលណាយើងវាយត្រូវ robot ដែលសួរយើងវានឹងគូស thích ឲ្យយើងបន្តទៅមុខទៀតនេះដែលលេខកូដដែលយើងដាក់បន្ទាប់បងប្អូនជំរឿបណ្ឌិតព័ត៌មានចូលបាន error ទៀតចឹងបើសិនជាវាក្នុងករណីវា error រហូតយើងត្រូវបំពេញតាមលក្ខខណ្ឌរបស់វាឲ្យត្រឹមត្រូវ Google profileដល់ដំណាក់កាលវាលុកមួយសារអត់ឲ្យ2សារ2សារអត់ឲ្យ3សារវាព្រមទទួលយើងនៅពេលដែលយើងបានអញ្ចឹងយើងត្រូវការដាក់រូបភាពដើម្បីបំពេញបែបបទរបស់ Google ចុចកន្លែងកាមេរ៉ាមកនេះឈ្មោះម្ចាស់ account បញ្ចូលរូបភាពយើងចង់រើសរាល់រូបអីក៏បានដែរសំខាន់បំពេញតាមបែបបទរបស់ Google បាន Play Store នឹងប្រើបានយូរបាទអរគុណសម្រាប់ការទស្សនាវីដេអូខ្លីៗរបស់ខ្ញុំសូមអរគុណច្រើនសូមសំណាងល្អនេះយើងកំពុងតែរក្សាទុករូបភាពនៅលើកម្រងព័ត៌មាន
អរគុណ